បើមិនចង់ពិបាកចិត្តខ្លាំងទេនៅឲ្យឆ្ងាយពេលមនុស្សអត់សន្តិរោគបងប្អូនបាទប្រហែលថ្ងៃមុនហ្នឹងខ្ញុំបានអានសៀវភៅមួយគេទៅសេថាបើសិនជាយើងនៅក្បែរមនុស្សអសន្តិរោគច្រើនពេកវាធ្វើឲ្យយើងឆ្លងជំងឺនេះផងដែរបាទជំងឺអសន្តិរោគកន្លែងនេះមិនមែនមានន័យថាគាត់នឹងឈឺទេបងប្អូនបាទចង់និយាយថាគាត់នឹងជាមនុស្សដែលគិតអវិជ្ជមានច្រើនមែនទែនបាទនៅក្បែរគាត់នឹងគឺពោពេញទៅដោយរឿងរ៉ាវដែលវាមិនល្អច្រើនមែនទែនគាត់ចូលចិត្តពូច្រើនគាត់ចូលចិត្តអន់ថយច្រើនគាត់ធ្វើអីបន្តិចក៏ឆាប់គេថាឆាប់ដោះដៃដោះជើងធ្វើនេះបន្តិចអ្វីក៏គាត់ថាពិបាកគ្រប់សពបែបយ៉ាងតែម្ដងពេលដែលគាត់ជួបរឿងលំបាកពេលណាគាត់នឹងមកនិយាយប្រាប់យើងមកថារឿងស្នេហារឿងលុយកាក់សពគ្រប់បែបយ៉ាងទេពេលដែលយើងនៅក្បែរមនុស្សប្រភេទហ្នឹងយូរទៅវាធ្វើឲ្យហូរម៉ូនរបស់យើងឬក៏ប្រព័ន្ធរាងកាយរបស់យើងនេះវាស្រូបយកផងដែរបងប្អូនបាទវាធ្វើឲ្យយើងអត់ស្រឡះខួរក្បាលបាទវាធ្វើឲ្យយើងស្រូបយករឿងអាទាំងអស់ហ្នឹងដូចគ្នាផងដែរយូរវាអត់អីមុនដំបូងវាអត់អីទេតែយើងទុកឲ្យមានបញ្ហាយូរពេកស្ដាប់ច្រើនដងទៅធ្វើឲ្យយើងមានបញ្ហាផងដែរបាទហើយរាងកាយរបស់យើងទទួលយកអានឹងស្រូបចូលផងដែរបាទអញ្ចឹងធ្វើឲ្យយើងអារម្មណ៍មិនល្អបាទស្មុគស្មាញទៅតាមនឹងផងដែរទាំងដែលយើងមនុស្សកាលពីមុនហ្នឹងអត់ជាបញ្ហាទេពេលយើងស្ដាប់គាត់យូរពេកធ្វើឲ្យយើងមានបញ្ហាដូចគាត់ផងដែរបាទអញ្ចឹងបងប្អូនបើសិនជាបងប្អូនជួបបញ្ហាបែបនេះកុំនៅក្បែរអ្នកណាថាគាត់គិតអវិជ្ជមានច្រើនពេកនៅក្បែរអ្នកណាថាគាត់គិតរឿងល្អៗធ្វើរឿងល្អៗដើរលេងខ្លះបាទនៅកន្លែងស្ងប់ស្ងាត់ម្នាក់ឯងក៏បានអត់មានមិត្តភ័ក្តិក៏បានដែរដើរម្នាក់ឯងក៏បានឲ្យតែសប្បាយចិត្តតន់ទេបងប្អូនបាទអរគុណកុំភ្លេចធ្វើការ like និង share follow ម្នាក់មួយផងបាទជាចុងក្រោយអត់ភ្លេចណែនាំជាមួយនឹងធានប្រយោជន៍នេះផ្ទាល់ទេបាទសម្រាប់បងប្អូនយើងដែលគាត់កំពុងតែមានបញ្ហាស្គមខ្លាំងបាទក្រពីពោះវៀនភើជូរបាយមិនបានគេងមិនលក់បាទក្តៅក្នុងក្តៅខ្លួនក្តៅសាច់ចុកឆ្អើក្រពីពោះវៀនតាមរ៉ៃជាដើមបាទបងប្អូនអាចប្រើប្រាស់បាទជាមួយនឹងធានប្រយោជន៍នេះបានគេទៅខាងឡើងគីឡូនិងព្យាបាលបញ្ហាសុខភាពរបស់យើងទូទៅបន្តតែម្ដងបាទដូចជាពុកម៉ែបងប្អូននេះបាទហូបបាយបានគេងលក់ស្រួលធ្វើការទៅមិនហមមិនបាក់កម្លាំងជាបានទាំងអស់ចាប់អារម្មណ៍បាទឆាតមកកន្លងនេះយើងមាន promotion ពិសេសជូននិងការថែមជូនពិសេសក្នុងឱកាសឆ្នាំថ្មីនេះផងដែរបាទគុណច្រើនជម្រាបលា